เราtình ba anh cũng có sắc ai chấp cắt ơi mô hà ơi cắt nhìn căn đã và cắt thì nâng ada motni yang tak dapat kisna kepuknya ada motni dapat kisna jopna kepuknya ada motni នៅពធទេសនាលុះដល់ព្រឹកឡើងអត់ដឹងថាត្រូវធ្វើយ៉ាងណាអត់ដឹងណាដូចជាញាតិញោមព្រឹកឡើងមានចង្ហាន់បណ្ឌបាតគឺត្រូវតែចូលមកប្រគេនណាគឺចូលមកប្រគេនចំពោះបដិគិហកៈនឹងដោយផ្ទាល់ការប្រគេននឹងឲ្យត្រូវហត្ថបាសទៀតញាតិញោមហត្ថបាសនឹងគឺការចូលឲ្យចិត្តមួយហាត់ពីចង្អាមឲ្យត្រូវហត្ថបាសនឹងគឺបន្ទាប់មកគឺត្រូវឧទ្ទិសចំពោះបុគ្គលដែលបានស្លាប់ទៅដូចឧទាហរណ៍ថាយកខអញ្ចឹងទៅគឺញាតិញោមឧទ្ទិសឲ្យចំឈ្មោះទៅនឹងគឺគាត់អនុមោទនាយកទី3នោះគឺអត្តនោអនុមោទនាអ្នកបន្ទាប់អំពីបុគ្គលដែលបានស្លាប់ទៅគឺគាត់ត្រូវតែអនុមោទនានៅបុណ្យកុសលដែលកូនចៅបានធ្វើឲ្យហ្នឹងណាក្រែងលោគាត់មិនបានអនុមោទនាទៅដូចរឿងប្ររពនៅប្របាទពំភាសាញាតិញោមញាតិរបស់ប្របាទពំភាសាណារឿងប្របាទពំភាសាហ្នឹងញាតិរបស់គាត់កាលដែលនៅរស់នឹងមិនដែលបានធ្វើបុណ្យធ្វើទានទេគឺធ្វើតែប្របាទពំភាសាតែម្នាក់គាត់លុះដល់ញាតិរបស់គាត់នឹងបានស្លាប់ទៅកើតជាប្រេតអស់ញាតិញោមណាប៉ុន្តែនៅប្របាទពំភាសាមួយលុះដល់យកឡើងទៅស្រាប់តែពពួកញាតិរបស់ខ្លួននឹងក៏មកស្រែកទៅហឹងអឹងកងនៅក្នុងព្រះរាជដំណាក់នឹងណាក៏មកស្រែកនៅក្នុងព្រះរាជដំណាក់នឹងហើយបន្ទាប់មកប្របាទពំភាសានឹងក៏ណាទៅវត្តនឹងទៅក្រាបទូលចំពោះព្រះសម្មាសម្ពុទ្ធសួរថាបបពិតដល់ចម្រើនហើយខ្ញុំប្រកាសណាយកមិញនេះគឺឮសំឡេងស្រែកយំទៅហឹងអឹងកងនៅក្នុងព្រះរាជដំណាក់របស់ខ្ញុំប្រកាសណាហើយសម័យនោះគឺប្រពុតដែលជាអ្នកណាបញ្ញាញាណណារមើលមើលឃើញថាសុទ្ធតែជាពពួកញាតិរបស់ណាប្របាទពំភាសាហ្នឹងតែកាលដែលគាត់នៅរស់ហ្នឹងគឺមិនបានធ្វើបុណ្យធ្វើទានទេណាគឺមិនបានធ្វើបុណ្យធ្វើទានក៏ស្រាប់តែកើតជាប្រែតទាំងអស់ហើយក៏ព្រះអង្គប្រាប់ទៅប្របាទពំភាសាថានោះគឺសត្វតែជាពពួកញាតិរបស់អ្នកណាដែលមកស្រែកយំដើម្បីទារនៅបាយទឹកចំណីជាដើមហ្នឹងណាហើយប្របាទពំភាសាក៏ដឹងដូច្នេះហើយត្រឡប់មកនគរវិញក៏រកវេលារកថ្ងៃដើម្បីប្ររពនៅកម្មវិធីបុណ្យហ្នឹងដល់ពេលប្ររពកម្មវិធីបុណ្យហើយក៏និមន្តព្រះសង្ឃទាំង5អង្គភិក្ខុសង្ឃទាំង5អង្គក៏មកផតតាអនុមោទនាប៉ុន្តែដោយការធ្វើប្រហែសរបស់ប្របាទពំភាសាញាតិញោមធ្វើបុណ្យលើកទី1ហ្នឹងគឺការធ្វើប្រហែសរបស់ប្របាទពំភាសាគឺអីញាតិញោមមកនឹងមិនបានមកចាត់ចែងប្រគេនចង្ហាន់ចំពោះព្រះសង្ឃផ្ទាល់ទេគឺនៅឆ្ងាយឡាយតែទទួលភ្ញៀវនោះអត់បានមកចូលរួមវេផតវេអីជាមួយអាចារ្យដែលជាអ្នកដឹកនាំហ្នឹងអត់បានមកចូលរួមទេពិធីបុណ្យនឹងចប់ហើយលុះដល់យប់ឡើងទៀតណាញាតិញោមលុះដល់យប់ឡើងក៏ស្រាប់តែឮសំឡេងពពួកញាតិនឹងមកទៀតណាពពួកញាតិនឹងមកក៏ស្រែកយំទៅហឹងអឹងកងនៅមុខព្រះរាជដំណាក់របស់ប្របាទពំភាសាហ្នឹងណាពំភាសាហ្នឹងណាផ្ទុំមិនលុកទេលុះដល់ព្រឹកឡើងក៏ទៅក្រាបទូលចំពោះព្រះសម្មាសម្ពុទ្ធទៀតហើយញាតិញោមលើកទី2ណាញាតិញោមណាប្របាទពំភាសាហ្នឹងក៏ទៅទូលសួរព្រះសម្មាសម្ពុទ្ធហ្នឹងថាបបពិតប្រមានប្រភាកដល់ចម្រើនហើយខ្ញុំប្រកាសណាបានធ្វើបុណ្យរួចហើយចុះហេតុអីពពួកញាតិរបស់ខ្ញុំប្រកាសណាយកមិញនេះគឺមកធ្វើទុកបុកម្នេញមកស្រែកយំទានៅអាហារនៅមុខព្រះរាជដំណាក់របស់ខ្ញុំទៀតហើយ
ដល់ពេលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ប្រាប់ថានោះគឺជាការធ្វើប្រហែសរបស់អ្នកណាគឺការធ្វើប្រហែសរបស់អ្នកដោយមិនបានចូលមកប្រគេននៅអាហារបណ្ឌបាតចំពោះព្រះភិក្ខុសង្ឃអញ្ចឹងញាតិញោមដែលជាអ្នកម្ចាស់ដើមទានប្រធាននៃដើមបុណ្យគឺណាវេលាព្រឹកឡើងមានចង្ហាន់បណ្ឌបាតអីញាតិញោមគួរតែមកចូលរួមណាចូលរួមប្រគេននៅចង្ហាន់បណ្ឌបាតបន្ទាប់មកគឺការឧទ្ទិសជូនគឺផ្ចង់ដោយចេតនាណាចេតនាមិនទៅហៅតែចេតនាញាតិញោមចេតនានឹងចិត្តហ្នឹងចេតនានឹងគឺចិត្តគឺផ្ចង់នៅចិត្តដើម្បីយកទាននឹងវេចំពោះព្រះសង្ឃហើយគឺត្រូវតែឧទ្ទិសជូន